Ok, lấy nhâm xôm này nó mà tỏ tiết cho tông cho mình nâng ca trên dốc nơi cam thị xâm nhập ra code. Sao bóng phổ một chút nón quạt ở toàn năng thả phở mà chẳng nhâm prap biệt với cả download cam thị Visual Studio Code nâng Python bà. Chắc bóng phổ ai download nó không đi cả bán. Rồi có bóng phổ copy link đi giờ ta download của bạn được nè. Chắc là lấy nhâm xôm này nó bị cả download sẵn chẳng bóng phổ còn copy link vì nó bà. Tao bóng phổ cho từ can browser bóng phổ tao mong pha link với chỗ bà. Pha link này dân chỗ tao mong phone chơi chuyện thay download from Windows hay trong trăm là hồi đầu bị download bà sao tạc nhưng mà download rút nhưng mà download thế xong là Visual Studio Code hay một tiết cứ Python bà chẳng dân copy vì mó được khi bằng phone copy lưu vía hay bằng phone cho một browser bằng phone bà ha link này bạn copy nâng chỗ tao mà tiết lấy ní phi tranh tùm đồng bằng đi chẳng bằng phoneត្រូវចុចពាក្យថានេះ version នេះ Python 3.1.4 អាហ្នឹងកន្លែងហ្នឹងវានឹងមានការផ្លាស់ប្ដូរបងប្អូនទៅចំណាំកន្លែងខាងក្រោមនេះបាទខាងក្រោមហ្នឹងទោះបីជាវាផ្លាស់ប្ដូរមិនក៏យើងមិនខ្វល់ទេយើងមើលតែ version ចុងក្រោយវាទៅយើងចុចពីលើវាមកវានឹងនាំទៅកាន់កន្លែង download ដែរអូខេអញ្ចឹងបងប្អូន download តាមនេះក៏បានឬក៏បងប្អូនអាចយកនៅក្នុងក្រុម Telegram របស់យើងក៏បានអញ្ចឹងបងប្អូនអាចយកបានណាអូខេតពី download រួចឥឡូវយើងចូលទៅតម្លើងអញ្ចឹងបងប្អូនគ្រាន់តែចុចពីលើកម្មវិធីនេះមកបាទដោយសារតែខ្ញុំបានតម្លើងរួចអញ្ចឹងខ្ញុំគ្រាន់តែឥឡូវខ្ញុំសូម uninstall វាចោលសិនបាទដើម្បីដាក់តម្លើងបាទមកប្រាប់ពីរបៀបដំឡើងនេះមិញវាចេញដល់ version 4.2 អញ្ចឹងរបស់ខ្ញុំដាក់នេះ4.2 ត្រូវឲ្យដូចគ្នាជាងខ្ញុំសូម uninstall នេះចោលសិនដើម្បីឲ្យបងប្អូនមើលពីរបៀបតម្លើងវាបាទអូខេឥឡូវខ្ញុំសូមតម្លើងនៅ Python installer មុនអញ្ចឹងយើងចូលទៅកាន់បើកវាមកហើយបងប្អូនគ្លីកខាងក្រោមចុចពាក្យនេះ custom installer តមក next បងប្អូន next វាទៅប៉ុណ្្នឹងទៅបាទរងចាំតិចទៅវាកំពុងតម្លើងហើយអូខេអញ្ចឹងរងចាំវាឲ្យវាតម្លើងចប់សពគ្រប់ 100% មកគឺ Python យើងវាតម្លើងរួចរាល់ហើយអញ្ចឹងយើងរងចាំតិចទៅបាទពេលនេះ tool យើងកំពុងធ្វើការតម្លើងបាទតម្លើងវាសារតែបងប្អូនមួយចំនួនគាត់ចេះតែថាតម្លើងអត់បានគាត់ដោនអត់បានតែគាត់ពេលខ្លះគាត់កុំព្យូទ័រគាត់មានបញ្ហាតិចតិចចឹងគាត់អាចមើលពិនិត្យមើលឡើងវិញអូខេឥឡូវ Python យើងតម្លើងរួចរាល់ហើយអញ្ចឹងចូលទៅដល់ Visual Studio អញ្ចឹងខ្ញុំសូមបើកនៅក្នុង Telegram មកទៅដោយសារតែយើងមានក្នុង Telegram ស្រាប់តមកគ្រីសកន្លែងខាងលើនេះយកពាក្យថា next បាទករណីនេះកន្លែងនេះបងប្អូនបើវាដោះគ្រីសកន្លែងdesktop នេះយើងគ្រីសវាមកបាទដើម្បីឲ្យពេលការតម្លើងទៅគឺយើងទទួលបាននៅ Visual Studio Code នៅលើ computer ដោយសារតែ computer នេះខ្ញុំធ្លាប់តម្លើងនៅ Visual ម្ដងហើយអញ្ចឹងវាមាននៅលើនេះគាត់ឲ្យខ្ញុំ demo តម្លើងភាសាទៀតឲ្យបងប្អូនមើលបាទមកបងប្អូនពិបាកថាអត់ដឹងពីរបៀបតម្លើងតែតម្លើងមិនអញ្ចឹងគឺខ្ញុំ install ម្ដងទៀតឲ្យបងប្អូនមើលអូខេឥឡូវវាកំពុង install ហើយនៅបងប្អូនមួយចំនួនគាត់នៅតែថាគាត់តម្លើងអត់បានអញ្ចឹងហើយខ្ញុំតម្លើងវាតម្លើង install Visual Studio នឹងមកហើយនឹង Python អូខេឥឡូវគឺតម្លើងរួចរាល់ហើយអញ្ចឹងបងប្អូនបើកវាក៏បានមិនបើកក៏បានដែរឥឡូវខ្ញុំបើក demo តិចទៅបាទអូខេអញ្ចឹងអូខេនេះគឺតម្លើង Visual Studio Code និង Python គឺមានតែប៉ុណ្្នឹងទេ